សាកលវិទ្យាល័យអន្តរជាតិសូមជម្រាបជូនដល់និស្សិតឱសថសាស្ត្រនិងឱសថការីកំពុងបន្តវិជ្ជាជីវៈទាំងអស់ឲ្យបានជ្រាបថាសាកលវិទ្យាល័យអន្តរជាតិនឹងរៀបចំកម្មវិធីវគ្គបណ្ដុះបណ្ដាលអភិវឌ្ឍវិជ្ជាជីវៈឬ Continuing Professional Development ក្រោមប្រធានបទក្រមសីលធម៌ឱសថការីនិងច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាលវគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងដោយមានការគាំទ្រពីគណៈឱសថការីជាតិកម្ពុជានិងប្រព្រឹត្តទៅក្រោមអធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឱសថការីបានបតាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិអាណត្តិទី3ព្រមទាំងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យអន្តរជាតិអាស្រ័យហេតុនេះសាកលវិទ្យាល័យអន្តរជាតិសូមគោរពអញ្ជើញលោកស្រីនិស្សិតឱសថសាស្ត្រនិងឱសថការីកំពុងបន្តវិជ្ជាជីវៈដែលមានចំណាប់អារម្មណ៍អាចអញ្ជើញចូលរួមដោយសេរីអ្នកចូលរួមទាំងអស់អាចចុះឈ្មោះដោយឥតគិតថ្លៃនិងទទួលបានវិញ្ញាបនបត្របញ្ជាក់ការចូលរួមបន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលដែលស្មើនឹង10ពិន្ទុនៃ CPD ជួបគ្នានៅថ្ងៃទី18ខែកក្កដាឆ្នាំ2026ក្នុងកម្មវិធីវគ្គបណ្ដុះបណ្ដាលអភិវឌ្ឍវិជ្ជាជីវៈបន្តក្រោមប្រធានបទក្រមសីលធម៌ឱសថការីនិងច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល